វ័យរៀបអសុរាមហាជាបានទៅពឹងពាក់យក្សាក្រុងក្រាក់ដំបងក្រញូនិងយក្សអាខាលចក្រវត្តដើម្បីចេញទៅច្បាំងនឹងព្រះរាមាហនុមានបានប្រែក្រឡាជាអវ័យរៀបយក្សាទៅយកដួងកែវជីវិតរបស់អវ័យរៀបពីនាងមន្តោគិរីនៅឯបាតភ្នំព្រះសុមេព្រះរាមបានបញ្ជាឲ្យព្រះលក្សណ៍ជាប្អូនលើកទ័ពចេញទៅច្បាំងជាមួយនឹងយក្សានាងមន្តោគិរីបានប្រោះពលយក្សហោះពីពេញមេឃកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនទៅទស្សនាសម្ដាប់កំសាន្តទាំងអស់គ្នានៅរឿងរាមកេរ្តិ៍វគ្គ27លើកឡាត់កាត់ស្លេះអំពីរាមប្រលាក់ឈប់ស្ដីចាប់និយាយអំពីក្រុងអវ័យរៀបនោះចេញអំពីនគរបាតបាតាមកស្លោពលនៅនគរលង្កាកោកត្រឹកកោកត្រែងក្រលែងអស់ចាថាអញអើយទៅពឹងសេនាសម្លាញ់មួយឈ្មោះថាអាក្រុងក្រាក់យក្សដំបងក្រញូងនៅក្នុងរូងភ្នំមហាទទឹងឲ្យវាសុទ្ធអស់យ៉ាងបងខំពឹងឲ្យវាចេញមកជន់នគរព្រះរាមាឲ្យវាឈានមួយជំហានភ្លាមកុំប្រណីឲ្យលិចនគរទៅដល់បាតដីកុំឲ្យមាននៅចំណែកអវ័យរៀបនឹកខឹងអញ្ចឹងទៅវាហោះវ៉ៅសំដៅទៅផ្ដៅជ្រែកដីទៅបាតភ្នំហៅដំបងក្រញូងជាមិត្តសម្លាញ់ហើយឆ្លើយថាដំបងក្រញូងក្រុងក្រាក់យក្សដំបងក្រញូងឯងគិតចេញទៅចរចាជន់នគរអាមនុស្យាព្រះរាមាបើឯងជន់ខ្ទេចនគរវាអញនឹងលើកភារីឲ្យឯងសោយរាជ្យយក្សដំបងក្រញូងឆ្លើយថាអវ័យរៀបអសុរាហើយកុំព្រួយពីអាចោមនុស្សសាអញសុំតែអាហារសោយមួយចំអែតក្នុងព្រះតីឲ្យមានកម្លាំងធ្ងន់ខ្លួនឯងកុំភ័យជន់នគរអាចោចង្រៃឲ្យលិចទៅបាតដីដោយប្រាថ្នាអវ័យរៀបថាបើអញ្ចឹងកុំព្រួយអាហារទៅសោយនគរលង្ការបស់ខ្ញុំតែម្ដងទៅលុះអាក្រុងក្រាក់យក្សដំបងក្រញូងស្ដាប់ហើយចេញពីរូងមហាសុទិនហោះវ៉ៅចេញធ្លោពីមាត់រូងមកដល់ចោលព្រះនេត្រទៅឃើញប្រាសាទនាងនាគសូរិយាជាកូនយក្សាមហន្តសូរិយន្តដែលហនុមានក្រវែងចោលទៅធ្លាក់នៅពុបតាផ្លូវឧដោបរោទ្វីបឯណោះយក្សអាដំបងក្រញូងស្រែកសួរថាប្រាសាទអ្នកណាមកនៅក្នុងព្រៃអញ្ចឹងនាងនាគឮសូរសំដីច្បាស់ជាអសុរីចេញទៅចរចានាងឆ្លើយថាក្រាបទូលព្រះករុណាខ្ញុំជាបុត្រីមហន្តសូរិយន្តមិនដឹងថានរណាក្រវែងខ្ញុំព្រះករុណាមកចោលដល់កន្លែងនឹងក្រាបទូលអវ័យរៀបថាមហន្តសូរិយន្តកាលនោះចេញទៅធ្វើសង្គ្រាមនឹងព្រះរាមាមកក្តាបរាជ័យនឹងដៃអាស្វាឈ្មោះអាម៉ានឥឡូវកូនវាចាក់ឋានឆ្ងាយសែនឆ្ងាយអស់ចាបើអញ្ចឹងល្មមកូនចេញទៅនគរលង្កាប្រយុទ្ធច្បាំងនឹងអាមនុស្សាឲ្យបេដានាងមើលម្ដងទៅនាងនាគសូរិយាបានឆ្លើយថាកំព្រួយព្រះតីបានទៅផុសតាមអសុរីចេញមកឆ្លាដល់មកនគរលង្ការៀបស្បៀងអាហារឲ្យអាក្រុងក្រាក់សោយអាក្រុងក្រាក់យក្សដំបងក្រញូងនាំគ្នាស៊ីក៏ក្រើកទឹកក៏ក្រើកដីបានតែបន្តិចយក្សអាដំបងក្រញូងវាដកភ្នំមួយមកធ្វើជារាជសាបិទនឹងចង្កេះភ្នំផ្លាប់លើកឡើងវ៉ាប់ធ្វើរាជសាថាឲ្យអាម៉ានសត្វស្វាចាំត្រោភ្នំរបស់ក្រុងអសុរាគ្មានប្រណីគេចោលឲ្យចំនគរសមរភូមិជ័យឲ្យលិចទៅបាតដីគុំបងអង្គលុះយក្សអាដំបងក្រញូងឈរលើភ្នំផ្លាប់ចាប់បានភ្នំវ៉ាប់ក្រវីចោលរូភ្នំប៉ើងវូចេញធ្លោតម្រង់មកនគរសមរភូមិជ័យទៅលុះប៉ើងមកដល់នគរព្រះរាមចំណែកបាក្របីឃើញភ្នំនៅលើអាកាស័យធ្លាក់ទៀបមករៀបចូលមកព្រះនគរគាត់ហោះចេញធ្លោចាប់ភ្នំយក្សជាប់មើលសពឃើញភ្នំអាក្រុងក្រាក់យក្សដំបងក្រញូងចោលមកឲ្យហនុមានគាត់ត្រូវសាកសិលវិជាបារមីហនុមានគាត់ចាប់ភ្នំបានក្រវីជក់ដៃរលាស់ទៅនគរក្រុងអសុរីលង្កាវិញភ្នំអណ្ដែតប៉ើងវឹងមកក្តោងខ្លោងលើពពកវមកដល់នគរលង្កាកងទ័ពអវ័យរៀបឆ្លេឆ្លាចលាចលភ្នំរៀបធ្លាក់មកដល់ដីវាភ័យនោះភ័យទាំងយក្សប្រុសទាំងយក្សស្រីចលាចលក្នុងក្រុងលង្កាឲ្យលាន់បានតែបន្តិចមិនដឹងរត់ទៅណាចំណែកអាទីងមងយក្សជាយក្សអាស្រ័យនៅកណ្ដាលមហាសមុទ្រវាយកគូតវាទៅពិតនឹងភ្នំភឹងភ្នំនឹងធ្លាក់ក្តឹងទៅក្នុងសមុទ្រក្រាំងក្រុងអវ័យរៀបវាក្រញែងខ្លួនអស់ចា
បានតែបន្តិចភ្លាមព្រះរាមឆ្លើយថាបើអញ្ចឹងយើងគិតយ៉ាងណាសម្រាប់អវ័យរៀបឲ្យបានពិភេទជាហៅបានវាយអតឆ្លើយថាអវ័យរៀបសម្រាប់មិនបានទេព្រះអង្គម្ចាស់ពីព្រោះដួងใจកំណើតកើតគេវាពូកែដល់ទីនៅនឹងដៃនាងមន្តោគិរីអមហេសីហើយសពថ្ងៃយកនាងទៅផ្ទុំនឹងបារមីនៅក្នុងព្រៃបាត់ភ្នំគិរីសារពន្ធហនុមានឮភ្លាមបានឆ្លើយថាថ្វាយបង្គំព្រះករុណាថ្វាយវិសេសទូបង្គំសូមលាទៅយកដួងកែវកំណើតអវ័យរៀបធានាថាយកមកថ្វាយព្រះអង្គម្ចាស់លោកឲ្យបានទើបប្រលេះអវ័យរៀបឲ្យវាសុគតព្រះរាមថាបើអញ្ចឹងមានអីចូលបាក្របីអ្នករៀបខ្លួនទៅឲ្យឆាប់ហនុមានបានស្ទុះផ្លែផ្លែក្រឡាប្រញាប់ប្រញាប់ហោះចេញឆ្លាផ្លោតម្រង់មកព្រះឥសូរជាគ្រូអាចារ្យដល់ទៅហនុមានគាត់ប្រែក្រឡាកើតជាកូនស្វាដំបៅហិនហោពេញខ្លួនទាំងអស់ដើរទៅដល់ថ្វាយបង្គំព្រះឥសូរថាលោកតាខ្ញុំព្រះករុណានឹងហើយសេនាព្រះរាមក៏ប៉ុន្តែនៅមិនបានទេព្រះរាមវាយខ្ញុំបែកឈាមដំបៅពេញអស់ប្រាណហើយបើអញ្ចឹងថ្ងៃនេះខ្ញុំព្រះករុណាមិននៅធ្វើអីចង់ទៅធ្វើសេនាអសុរីអវ័យរៀបក្រាបទូលព្រះឥសូរបានលាន់ពុទ្ធដីកាថាបាហនុមានឯងជារាជបុត្រអង្គសូរិយាព្រះអតីតកម្មអញពិតកំណើតយកកើតជីវិតបាឯងឥឡូវអ្នកកុំទៅនៅជាមួយនឹងមនុស្សសាទៅថ្វាយខ្លួនជាសេនាក្រុងអវ័យរៀបព្រះឥសូរស្ដាប់បាននាំបាក្របីទៅដល់អវ័យរៀបអសុរីព្រះឥសូរឆ្លើយថាណែអវ័យរៀបអសុរាមហាយៈឥឡូវនេះហនុមានវាស្ម័គ្រលែងនៅនឹងព្រះរាមនេះហើយគេរត់មនីមកចូលនគរលង្កាប្រុងសុកចិត្តធ្វើសេនាបាតទៅមុខនឹងបាបានទេព្រះរាមវាយវាបែកមុខបែកមាត់បាក់ជើងបាក់ដៃលកៃលកៃដំបៅពេញប្រាណអវ័យរៀបក្រឡេកឃើញហនុមានឆ្លើយថាបើហនុមានរត់មកនៅជាមួយនឹងទូព្រះបង្គំធ្វើជាសេនាទូព្រះបង្គំមិនឲ្យធ្វើសេនាទេទូព្រះបង្គំលើកនគរលង្កាឲ្យឡើងសោយរាជតែម្ដងឲ្យតែហនុមានជួយគ្រប់គ្រងការពារបុរីកុំឲ្យព្រះរាមអប្រិយមកកំទេចបានហនុមានបានឆ្លើយថាកុំព្រួយព្រះតីម្ចាស់ក្រុងរាពណ៍អសុរីកុំព្រួយព្រះអង្គទូព្រះបង្គំជាខ្ញុំមកសុំនៅធ្វើជាសេនាចង់ចេញចរចានឹងព្រះរាមប្រយុទ្ធគ្នាភ្លាមឲ្យដឹងឫទ្ធិលុះអវ័យរៀបបានឆ្លើយថាបើអញ្ចឹងខ្ញុំនឹងប្រគល់នគរលង្កាឲ្យលោកសោយរាជអំណាចតាមការទៅចុះអវ័យរៀបបានជប់សរងកងកទាំងអស់ដាក់ឲ្យហនុមានសោយរាជព្រះបុរីព្រឹកព្រៀងរៀងរះប្រលះពីដោតីហនុមានហៅក្រុងអសុរីអវ័យរៀបមហាយៈពលប៉ុន្មានអសង្ខ័យអ្នកលើកទ័ពមកចេញទៅប្រចាក់នឹងព្រះរាមនេះអវ័យរៀបបានឆ្លើយថាសេនាចេញមកឲ្យឆាប់ប្រញាប់ការកុំបងអង្គដៃអសុរាស្លពលគ្មានប្រណីឲ្យបាក្របីចេញពុនគេតតៈមកប្រាថ្នាចូលប្រចាក់នឹងព្រះរាមនេះដល់ហោះមកចិត្តព្រះនគរភ្លាមថ្លៃសយកជ័យមួយផាំងចំណែកព្រះរាមឮសូសក្រាំងសំឡឹងទៅឆ្លើយថាអនុជលក្ខប្អូនឯងរៀបកងទ័ពឲ្យឆាប់គុំបងអង្គដៃទៅតតាំងនឹងពលក្រុងអសុរីត្បិតបាក្របីគេកិច្ចការបានហើយលុះប្រលាក់ចេញចរចាលើកទ័ពមករៀបដល់ហនុមានកាលណាហនុមានធ្វើរាជសារបិទនឹងចុងព្រួយផ្លាប់លើកសឡើងថ្លែងគ្រាប់ដាក់ព្រះលក្ខផាំងសលឿនវឹងមករកព្រះលក្ខចាប់ជាប់មើលសពឃើញរាជសារថាឲ្យសម្ដេចព្រះលក្ខអង្គធ្វើចាញ់ខ្ញុំព្រះចេស្តានាំទ័ពរត់ទៅចំណែកដួងកែវអវ័យរៀបឥឡូវយកពុំទាន់បានទេកំពុងតែលួងគេឲ្យគេជឿចិត្តព្រះលក្ខពេលនឹងថាកងទ័ពយើងរត់ត្រឡប់ចូលមកព្រះនគរវិញកងទ័ពព្រះលក្ខមិត្តឲ្យជ្រួលយៈដេញឲ្យរមូលហនុមានឆ្លើយថាកូនយើងដេញអាចោមនុស្សសាបាក់ទ័ពអស់ចារត់បាត់ទៅអស់ហើយកងទ័ពអវ័យរៀបរត់ដល់មុខហនុមានរូហនុមានទាញធ្នូបាញ់ថែមពីក្រោយក្រាំងសតែមួយម៉ាំងគ្មានប្រណីស្លាប់ពលអសរីដួលឲ្យរាយហនុមានបានលើកទ័ពចូលមកក្នុងបន្ទាយព្រះជ័យលង្កាវិញទៅមកដល់ហនុមានបានឆ្លើយថាណែអវ័យរៀបអសុរាមហាយៈយើងចេញទៅប្រចាក់នឹងព្រះរាមមានជ័យជំនះឈ្នះវាស្លាប់យោធាវាអស់បរាជ័យកងទ័ពអស់មិនហ៊ានតដៃណែអវ័យរៀបអសុរីអ្នកប្រយ័ត្នការដួងកែវកំណើតឯងលាក់ទុកនៅឯណាប្រាប់យើងឲ្យដឹងការក្រែងលោពិភេទហោរាទាយដឹងប្រកបព្រះរាមប្រើឲ្យអង្គុតមកលួចយកទៅបានណា
អវ័យរៀបបានឆ្លើយថាក្រុងហនុមានបាគុំគិតធ្វើអីដួងកែវកំណើតខ្ញុំយកទៅលាក់ទុកនៅក្នុងបាតភ្នំព្រះសុមេខ្ញុំឲ្យពលយៈ700នាក់នៅយាមខ្លាចក្រែងលោព្រះរាមតាមទៅយកបានជាខ្ញុំយកទៅលាក់នៅក្នុងនំកំភៃគ្រប់ឋានខ្ញុំលាក់បានកំផែងកែវ7ជាន់បាតភ្នំព្រះសុមេទៅទៀតហនុមានបានឆ្លើយថាយើងសួរឲ្យដឹងការឲ្យអ្នកប្រយ័ត្នទៅណាលុះដល់យុទ្ធយន្តរាត្រីចំណែកបាក្របីអត្រាតស្ងាត់សាបសិលមហាសណ្ដំច្របាច់បាចូលក្នុងបន្ទាយអវ័យរៀបប្រា3-4ឆាវកាលណាកងទ័ពអសុរាដេកបង្ខំត្រូវសណ្ដំបាហនុមានគាត់ចេញចាកឋានហោះទៅដល់ចង្កេះភ្នំព្រះសុមេគាត់ប្រែក្រឡាបាត់ពីរូបស្វាកើតជាស្រីក្រមុំដើរទៅចូលបង្ខំនឹងរូងភ្នំព្រះសុមេដើរទៅតតែលឿនប៉ុនគេតតែទៅដល់ឃើញយាអា700នាក់យាមដួងកែវកំណើតអវ័យរៀបអសុរាដល់ទៅភ្លាមអាយៈយាមឃើញហនុមានស្ទុះមកឆ្លាសួរថាណែប្អូនក្រមុំឯងមកពីណាល្អអស្ចារ្យដូចកូនទេវតាចុះពីសួគ៌ហនុមានបានឆ្លើយថាបងអើយខ្ញុំនឹងហើយជាទេពកេសរបវរកញ្ញាចុះពីសួគ៌លីមកលេងនឹងដីមកកាច់ផ្កាស្រាប់តែដើរក្នុងព្រៃប្រឹក្សាវងវែងបង្ខំមកចូលក្នុងរូងភ្នំមិនដឹងថាច្រកទៅឯណាហើយចុះបងសុទ្ធតែវងយៈមកត្រៀបត្រាផ្លូវត្រង់ណាចេញទៅក្រៅវិញណាបងពេលនោះយាអា700នាក់បានឆ្លើយថាអូនឯងគុំទៅវិញធ្វើអីចូលប្អូនឯងមេត្រីល្មមស្នេហ៍នឹងបងប្រុសបងស្រឡាញ់នូនល្អងពេញកាយព្រះចិន្តាអូនឯងចង់បានអ្វីតាមស្រីត្រូវការប្រាប់ឲ្យបងដឹងដំណើរចុះបងប្រគល់ឲ្យនាងទាំងអស់ថាបានដោយប្រាថ្នាហនុមានបានឆ្លើយថាទេខ្ញុំគ្មានចង់បានអ្វីទេប៉ុន្តែថាបងមកនៅនឹងបាតដីនឹងជាបង្ខំមកនៅក្នុងរូងភ្នំក្រឹកកក្រាក់ទាំង700នាក់មានការអ្វីដែរអាយៈយាមថាបងមកយាមដួងកែវកំណើតអវ័យរៀបអសុរីនៅកំផែងបាតដីសុទ្ធតែពេជ្រនៅបាតភ្នំហនុមានថាធ្វើម៉េចបានទៅមើលបានទៅអង្អែកែវនឹងមិនដឹងល្អយ៉ាងណាទេអាយៈយាមថាកែវនឹងមាន7ពណ៌ល្អមួយថ្ងៃ7ដងបើប្អូនយកបងបានចូលទៅមើលបានយៈអាមួយឆ្លោយថាទេប្អូនឯងយកបងឯនេះវិញទៅបងបំបោះអង្អែកែវនឹងរាល់ថ្ងៃអានឹងវាមិនដែរកាន់កែវនឹងដៃទេបងណែបានកាន់កែវនឹងវាស្និទ្ធយាអាមួយទៀតថាអូនឯងយកបងឯនេះវិញបងនឹងហើយដែរចូលចិត្តកែវទៅបំបោះរាល់វេលាណាបើអាយៈប្រទាញប្រទង់គ្នាច្រើនពេកហនុមានថាណាហើយចុះបងឯងកុំចង់បានខ្ញុំទាំងអស់គ្នាអញ្ចឹងឥឡូវអញ្ចេះខ្ញុំចាត់ការឲ្យបងឯងទៅចុះថាបងឯងច្បាំងគ្នាទៅណាស្លាប់ចូលទៅអ្នកណានៅខ្ញុំនឹងយកអ្នកនឹងអាយៈកំឡោះ700នាក់ថាបើអញ្ចឹងយើងនឹងវាយគ្នានៅបាត់ភ្នំសាកមើលទៅថាតែប៉ុណ្ណឹងក៏នាំគ្នាប្រយុទ្ធការប្រយុទ្ធតតាំងច្បាំងគ្នាកាលណាអសុរាអស់កម្លាំងស្លាប់ប៉ុនគេស្ទួយនៅសល់តែមួយនៅបាត់ភ្នំពពតាបានតែបន្តិចភ្លាមហនុមានបានស្ទុះឆ្លាចាប់អសុរានៅសល់តែមួយច្របាច់កផ្លាប់ទាញព្រះខ័នឡើងវត្តកាត់ក្បាលដាច់ភឹងចូលទៅក្នុងនឹងកាលណាចាប់បានដួងកែវកំណើតអវ័យរៀបអសុរាជាតិគាត់ជាស្វាយកដៃចាប់ក្លាប់ចេញហោះប្រញាប់មកនគរលង្កាដល់មកត្រដោះដោះគ្រឿងអលង្ការប្រគល់ឲ្យក្រុងអសុរាយកទៅវិញចុះអញលែងសោយរាជនគរហែងហើយពេលនេះអញយកតែដួងកែវកំណើតហែងយកទៅថ្វាយព្រះចេស្តាអង្គព្រះរាមអវ័យរៀបក្រឡេកឃើញហនុមានបង្ហាញកាលណាអវ័យរៀបផ្ទះមួយដៃធ្លាក់ដីត្របាក់លេបចូលមាត់ផ្លាប់ទៅក្នុងពោះវាព្រឹបជ្រែកទៅក្រោមរូងនឹកថាពេលដែលរំពឹងចិត្តយៈទាំង700នាក់ជាបង្ខំយាមនៅបាត់ភ្នំគិរីពពតាមិនគួរឡើយឲ្យចាញ់ប្រាជ្ញាអាស្វាសចរចាចូលយកបានវាលបូមផ្ញើប្រាណធ្វើជាសេនាបានដួងកែវកំណើតប្រុងប្រាថ្នាជីវិតអញប្រកាសគ្មានប្រណីលែងជឿហើយអាស្វាព្រៃវាចិត្តអន្តេរថៃអាក្រក់ខ្លាំងណាស់បានទៅក្រុងអវ័យរៀបវាយកខ្លួនវាទៅលាក់នៅបាត់ភ្នំតតែចេញ
អំពីបាត់ភ្នំព្រះសម័យប៉ុនគេតតែទៅផុសនគរក្រុងយៈអាខើចក្រវត្តជាមិត្តសម្លាញ់វាឯងនឹងអញសម្លាញ់នឹងគ្នាអញនេះចាញ់យ៉ាងវេទនាព្រះរាមាប្រុងធ្វើទុកអស់ចាបើអញ្ចឹងឯងជួយតតាំងចំបាំងឲ្យអស់ក្រឡាឲ្យអាចោមនុស្សសាវាសុគតជីវិតទៅអាខើចក្រវត្តវាថាឯងកុំឲ្យភ័យនគរអញគ្មានអ្វីហ៊ានចូលមកចំនគរអញនេះសុទ្ធតែភ្នំទាញធ្វើអង្គប់មលុបអស់មកមេឃបើសិនជាមនុស្សសាចូលមកចង់ផ្អែកអញដាក់ភ្នំទម្លាក់ពីលើមេឃបានដោយប្រាថ្នាសុគតក្សិនខ្សៃគ្មានសល់អ្វីឡើយណាចូលបាកុំព្រួយក្រុងអវ័យរាជអវេរីបានឆ្លើយថាបើអញ្ចឹងអាខើចក្រវត្តរៀបទ័ពឲ្យឆាប់ប្រញាប់វាយកុំបងអង្គដៃច្បាំងនឹងអាចោអប្រិយព្រះរាមាឲ្យចូលមកលេងគ្នាកុំឲ្យខានឲ្យមកទាំងអាម៉ានអ្នកពូកែណាស់នោះលុះក្រុងអាខើចក្រវត្តរួចស្រេចការណាប្រើថាបើអញ្ចឹងយើងធ្វើរាជសារបំណងទៅគូផ្គងប្រយុទ្ធការលេងនឹងអាចោមនុស្សសាព្រះរាមាបានជាក្រុងទេពអសុរីនិយាយត្រូវគ្នាមនីរួចស្រេចការណារំពឹងក្នុងចិត្តគិតពិចារណាក្រុងអវេរៀបអសុរាឆ្លើយក្នុងព្រះតីថាអោអញអើយបើទៅចំបាំងនឹងវាហើយខ្លាចតែទួនដៃចំណែកអាខើចក្រវត្តវាថាកុំអោយភ័យអាចោចង្រៃជាតិមនុស្សសាមិនពូកែជាងយើងប៉ុន្មានទេយើងទៅតវ៉ាយើងនឹងឈរនៅលើនគរលង្កាចាំស្លពលលុះទៅអវេរៀបស្ទុះហោះព្រួឆ្លាអាខើចក្រវត្តនោះពូកែអស់ចាហោះមកដល់នគរលង្កាទៅនៅនឹងបាត់ភ្នំបង្ខំទីទៅលាក់ខ្លួនពួននៅក្នុងព្រៃយ៉ាងអស់ចានៅក្នុងពេលនោះឯងអវ័យរៀបទៅដល់រំលាយយកនាងមណ្ឌលគិរីមួយទៅលាក់ឲ្យនាងជួយស្លពលថាមន្តោគិរីប្អូនស្រីប្អូនឯងទៅនៅនឹងភ្នំគុជគិរីជ័យស្រីស្លពលជួយបងនួនល្អងកុំបងអង្គដៃបងពេលនេះបងមុខជាតដៃវាយនឹងព្រះរាមាប្រយុទ្ធលេងគ្នាពេលនឹងហើយមន្តោគិរីបានឆ្លើយថាកុំព្រួយព្រះតីអង្គស្វាមីម្ចាស់ខ្ញុំអើយឲ្យតែកែមកខ្ញុំលាក់ឲ្យបានតែបានសពហើយកុំកាត់ទុកគ្មានប្រណីមុខជាបានដៃគេទៅស្វាមីខ្សៃប្រយ័ត្នក្រែងហនុមានលួចបានអំពីដៃសុគតក្សិនខ្សៃនឹងព្រះរាមអវេរៀបថាអញ្ចឹងមែនហើយមន្តោគិរីប្អូនស្រីយកដួងកែវប្តីទៅលាក់បង្ខំប្អូនឯងស្លពលឲ្យយ៉ាងខំបងចេញចំសម្ដេចព្រះរាមប្រយុទ្ធនឹងវាគ្មានប្រណីលេងគ្នាឲ្យកក្រើកទឹកឲ្យកក្រើកដីប្រយុទ្ធនឹងអាចោចង្រៃឲ្យរលាយសមរភូមិជ័យសឹមយើងឈប់លុះចំណែកក្រុងអវ័យរៀបនឹកព្រួយអស់ចាបន្តិចព្រះចេស្តាក្រុងអង្គព្រះករុណាព្រះរាមព្រឹកព្រៀងរៀងរះភ្លាមមានបន្ទូលឆ្លើយថាណែហនុមានទៅហៅពិភេកជាហោរាយកក្តារឈ្នួលមកបោកអតមើលចំណែកក្រុងយៈវាគិតលបាយកយ៉ាងណាមិនទៅជន់នឹងពិភេកជាហោយកក្តារឈ្នួលមកបោកអតថ្វាយបង្គំក្រាបទូលម្ចាស់ខ្ញុំចំណែកក្រុងអវ័យរៀបវាបានយៈមួយឈ្មោះថាអាខើចក្រវត្តពូកែប្រកាសនៅក្នុងលង្កាជាសម្លាញ់របស់វាកំពុងតែរៀបហោមពិធីអស្ចារ្យប្រុងតែប្រាថ្នានឹងសម្ដេចព្រះចក្រីហើយក្រាបទូលព្រះរាមទ្រង់បានឆ្លើយថាបើអញ្ចឹងយើងកុំប្រណីណែបាក្របីចេញទៅប្រយុទ្ធនឹងយៈឲ្យដឹងការហនុមានបានលុតជង្គង់ក្រឹបឡើងកាលណាសម្ដេចព្រះចេស្តាអង្គព្រះរាមព្រះអង្គលើកទ័ពចេញមកភ្លាមប៉ុនគេតតែតម្រង់មកនគរយៈអាខើចក្រវត្តអាខើចក្រវត្តវាចេញពីនគរទាំងបង្ខំចំប្របឃើញសម្ដេចព្រះរាមលើកទ័ពមកច្រើនសន្ធប់វាទាញភ្នំវឹកអណ្ដែតលើអាកាសាឲ្យតែព្រះរាមមកចំដឹងតែទម្លាក់ភ្នំឲ្យចំព្រះអង្គករុណាឲ្យលេចចេស្តាទៅបាត់បាតាទៅលុះតបព្រះរាមមកដល់យៈទម្លាក់ភ្នំដាក់ព្រះរាមទៅដល់ព្រឹកភ្នំមួយនោះទៅជាមលុបបាំងព្រះសូរិយាព្រះរាមទ្រង់បានលាន់បន្ទូលថាណែកងទ័ពសេនាសូរិយាឡើងស្រទុំត្រជាក់អង្គប្រានហើយបន្តិចយៈអាខើចក្រវត្តទម្លាក់ភ្នំភឹងភ្នំមកវងឥតមានខានភ្នំមកដល់ហនុមានត្រូវចាប់ភ្នំឡើងវត្តក្រវីរុះរាន់ក្រវីទម្លាក់ទៅនគរមហន្តសូរយន្តក្រុងយៈឯណោខ្វាច់ត្រូវមកនគរបាច់លិចនគរទៅដល់បាតបាតាឈឹងក្នុងវេលាពេលនេះបានទៅព្រះចោមពងអង្គព្រះចេស្តាព្រះរាម
លើកទ័ពដំណងចូលមកនគរលង្កាដល់មកកាលណាសម្ដេចព្រះចេស្តាប៉ុនគេតតៈក្រឡេកឃើញយៈច្រើនខ្លាំងពេកព្រះរាមចាប់សដល់ចង្លែកថ្លែងដាក់នគរអវ័យរៀបក្រាំងសម៉ាំងមកនាងមណ្ឌលគិរីបាច់ពលប្រាវចាក់ថ្នាំមួយវាវកើតពលហោះពេញមេឃជាក្រុមពេញដីក្រុមអសរិយចេះតែកើតច្រើនឡើងហនុមានមើលទៅលើឃើញយៈហោះល្ងឹតមេឃស្ទុះស្រែកប្រណម្យថាថ្វាយបង្គំព្រះចេស្តាម្ចាស់ខ្ញុំម្ចាស់ប្រយុទ្ធនឹងដីទៅទូព្រះបង្គំឡើងទៅវាយអសរិយបំបើកយកថ្ងៃមួយលើកម្ដងសិនហើយលុះលាព្រះរាមធាក់ដីហោះភ្លាមហោះអាណែកដល់ទៅប្រយុទ្ធវាយទ័ពយៈនៅលើអាកាសមេឃធ្លាក់មកច្រើនពេកយៈចេះតែកើតឡើងដដែលបានបន្តិចហនុមានចេះតែវាយទ័ពយៈចេះតែកើតព្រះរាមបាញ់ខាងក្រោមចេះតែរួចវាមិនចេះអស់សោះកើតច្រើនឡើងនាងមន្តោគិរីចេះតែបាច់ថ្នាំស្លពលបាច់ប្រើយៈកើតពេញមេឃពេញដីព្រះរាមមើលទៅយៈក៏មិនស្អីអស់ដៃសួរពីភេទជាហៅថាចាប់ក្តារឈ្នួនបោកអត្តៈអញមើលទៅបាញ់សម្លាប់យៈមិនក៏ចេះតែកើតប៉ុនគេតតៈកើតច្រើនឡើងពីភេទបានបោកអត្តៈតបប្រាប់ទៅថាថ្វាយបង្គំព្រះករុណាម្ចាស់ខ្ញុំនឹងហើយជានាងមន្តោគិរីអមហេសីស្រីអវ័យរៀបជប់ថ្នាំបាច់ស្លពលបានកើតជាពលយៈឈូឆពេញមេឃពេញដីអញ្ចឹងសម្ដេចព្រះចក្រីសម្រាប់វាមិនទាន់បានទេក្រាបទូលថ្លែងអំពីសម្ដេចព្រះចក្រីទ្រង់មានបន្ទូលស្រដីថាបើអញ្ចឹងគិតយ៉ាងណាឲ្យវាសុគតក្រុងអសុរាមហាអវ័យរៀបហនុមានចូលចំបង្គំថាក្រាបទូលព្រះករុណាម្ចាស់ខ្ញុំបើអញ្ចឹងម្ចាស់ប្រយុទ្ធនឹងក្រុងអវ័យរៀបទម្រាំតែទូលបង្គំរុះរាន់ចូលទៅចរចាយកដួងកែវកំណើតអំពីនាងមន្តោគិរីភរិយារបស់អសុរានៅក្នុងបបតាគិរីជ័យមកថ្វាយព្រះចក្រីបានវាសុគតក្រាបទូលព្រះរាមទ្រង់បានឆ្លើយថាបើអញ្ចឹងបាទៅឲ្យឆាប់ប្រញាប់គុំបងអង្គអីយើងប្រយុទ្ធនឹងអសុរិយឲ្យវាខ្សែមរណាបាញ់ឲ្យវាសុគតគុំបងអង្គដៃទៅបាហនុមានបានថ្វាយបង្គំព្រះចក្រីធាក់ដីហោះផ្លោងរំលងបង្ខំទៅក្នុងបាតភ្នំព្រះសម័យជ័យដល់ទៅបាក្របីប្រែក្រឡាធ្វើជារូបក្រុងអវ័យរៀបអសុរាយសាដល់ទៅភ្លាមជួបនាងមន្តោគិរីហើយគាត់បានពោលថាមន្តោគិរីប្អូនអើយបងចេញទៅចម្បាំងតតាំងព្រះរាមត្រូវសរបស់វាស្ទើរតែធ្លាយគេសាថ្ងៃនេះប្អូនយកដួងកែវកំណើតរបស់បងឲ្យបងដោយសេចក្តីប្រាថ្នាបងនឹងអោបក្នុងអោរាឲ្យមានកម្លាំងឡើងវិញនាងមន្តោគិរីស្មានតែអវ័យរៀបជាស្វាមីក៏រុញដួងចៃឲ្យបាហនុមានគាត់ទទួលដួងចៃបានហើយគាត់ឆ្លើយថានាងមន្តោគិរីស្មានតែក្រុងអវ័យរៀបអសុរាមហាយៈស្វាមីរបស់នាងហើយមែនទេថាតែប៉ុណ្ណោះហនុមានគាត់ក្រឡាខ្លួនប៉ុនគេតតៈបាត់រូបជាយៈកើតទៅជាសត្វស្វាយកដួងចៃអសុរាមកថ្វាយព្រះរាមថាក្រាបទូលបង្គំព្រះករុណាថ្វាយវិសេសនឹងហើយដួងកែវកំណើតអវ័យរៀបអសុរាមហាយៈក្រាបទូលហនុមានបានពោលទៀតថាបើអញ្ចឹងសម្ដេចព្រះករុណាកាន់ឲ្យជាប់ទូបង្គំនឹងហោះទៅដាច់អាឡ័យទៅវាយយៈនៅឯនោះច្រើនពេកនាងមន្តោគិរីបាច់ពេញមេឃងងឹតអស់ថ្ងៃទូបង្គំទៅវាយយកថ្ងៃមួយលើកសិនហើយពេលនោះបាហនុមានបានលាព្រះរាមហោះផ្លោមកទៅវាយទ័ពនាងមន្តោគិរីលើពពកធ្លាក់មកសិនខ្សែសុគតដល់ដីឲ្យរពាយយៈងាប់ប៉ិនគេរាយខ្លាំងអស់ចាអវ័យរៀបចោលព្រះនេត្រផ្លែតឃើញដួងចៃកំណើតនៅក្នុងដៃព្រះករុណាអសុរាបានប្រែក្រឡាធ្វើជាឥន្ទ្រាស្ទុះមនីភ្លាមមកដល់ក្បែរព្រះរាមប្រណម្យហើយនិយាយឆ្លើយថាព្រះរាមចៅតាកុមារអ្នកដែលបានដួងចៃកំណើតរបស់យៈសាឲ្យមកតាយកដួងកែវកំណើតរបស់អវ័យរៀបអសុរាទៅទុកឋានសួគ៌ាលីកុំឲ្យអសុរីវាយកទៅវិញបានសម្ដេចព្រះរាមស្មានតែព្រះអិនកោសីក៏រុញដួងចៃទៅដល់ដៃអវ័យរៀបបានលុះវាបានដួងកែវកំណើតពីសម្ដេចព្រះករុណាអសុរាកិច្ចខ្លួនគ្មានប្រណីជ្រែកដីបង្ខំទៅដល់បាតភ្នំព្រះសម័យជ័យទៅពេលអវ័យរៀបទៅដល់ឆ្លើយថាមន្តោគិរីប្អូនស្រីហេតុអ្វីក៏ឲ្យដួងចៃទៅដល់មនុស្សសាបងវិសសិនខ្សៃនឹងដៃវាណាបងប្រែក្រឡាជាឥន្ទ្រាកាណាបានប្រឡំយកដួងកែវពីមនុស្សសាព្រះរាមមកវិញបាននាងមន្តោគិរីបានឆ្លើយថាថ្វាយបង្គំសម្ដេចព្រះស្វាមីទូព្រះបង្គំស្មានតែជាព្រះស្វាមីត្បិតហនុមានវាប្រែក្រឡាជាតិបាត់ពីស្វាទៅជាព្រះចក្រីមកសុំដួងចៃបានជាប្អូនល្មមព្រមឲ្យវាទៅអវ័យរៀបបានឆ្លើយថា
ក្នុងពេលនេះណាប្អូនពិសីបងឈប់ឲ្យដួងកែវកំណើតទៅនាងកាន់នឹងដៃហើយបងលេបក្នុងព្រះតីទុកក្នុងអាត្មាបងចេញទៅប្រយុទ្ធនឹងវាកាណាឲ្យអាចោមនុស្សសាអស់បរាជ័យអវ័យរៀបបានផ្ដាំនឹងនាងមណ្ឌលគិរីហើយមនីមនីយកថ្នាំទឹករបស់វាចេញពីបាត់ភ្នំបង្ខំមកភ្លៀងមកប្រយុទ្ធនឹងព្រះរាមមួយលើកទៀតកាណាហនុមានគាត់ឃើញអវ័យរៀបបានដួងใจពីដៃព្រះករុណាគាត់ចុះពីអាកាសាមកដល់ដីឃើញយៈហោះខ្នាប់ពេញមេឃហោះច្រើនពេកគ្មានប្រណីព្រះចក្រីឆ្លើយថាបាហនុមានអវ័យរៀបបន្លំយកដួងใจកំណើតបាត់ទៅហើយវាប្រែរូបធ្វើជាឥន្ទ្រាមកមនីមនីមកថាសុំដួងใจយកទៅអាសានៅឯឋានសួគ៌ឬអញស្មានតែព្រះអិនកោសីឲ្យដួងកែវដល់ដៃវាទៅស្រាប់តែវាជាអវ័យរៀបអសុរាព្រះរាមទ្រង់មានបន្ទូលទៀតថាបើដូច្នោះពិភេកជាហោគិតយ៉ាងណាឲ្យខ្សែអវ័យរៀបពិភេកបានឆ្លើយថាថ្វាយបង្គំព្រះករុណាថ្វាយវិសេសក្នុងពេលនេះអវ័យរៀបវាត្រូវសុគតខ្សែនឹងដៃព្រះចេស្តាសម្រាប់វាមិនស្លាប់ទេក្រុងយក្សាទោះសព្រះករុណាសម្រាប់វាក៏មិនស្លាប់ដែរលុះតែសម្ដេចព្រះចោមពងអង្គព្រះករុណាទៅដកដើមកក់នៅកោះរាំងកាលយកមកបាញ់កាលណានោះបានអវ័យរៀបអសុរាវាសុគតខ្សិនខ្សែហើយចំណែកក្រុងអង្គបាក្របីស្ដាប់ពីភេទនិយាយហើយទទួលឆ្លើយថាក្រាបទូលព្រះករុណាម្ចាស់ខ្ញុំទូលព្រះបង្គំនិងថ្វាយបង្គំលាទៅដកដើមកក់នៅកោះរាំងកាលយកមកថ្វាយព្រះចក្រីឲ្យប្រហារជីវិតអសុរិយសាមហាយៈក្រាបទូលព្រះរាមទ្រង់បានមានបន្ទូលឆ្លើយថាបើអញ្ចឹងទៅចុះបាក្របីកុំបងអង្គអីលុះទៅហនុមានបានលាព្រះចក្រីធាក់ដីហោះទៅដល់កោះរាំងកាលកាលណាជាតិគាត់ជាស្វាបានមកផ្លាប់ក្រវ៉ាត់វ៉ាប់ទៅព្រះខណ្ឌជ័យហោះអំពីកោះរាំងកាលតម្រង់មកដល់ព្រះចក្រីនិយាយថ្វាយដើមកក់ទៅសម្ដេចព្រះចេស្តាថាក្រាបទូលព្រះករុណាម្ចាស់ខ្ញុំនឹងហើយដើមកក់នៅឯកោះរាំងកាលក្រាបទូលលុះសម្ដេចព្រះចក្រីព្រះរាមបានដើមកក់មកដល់ដៃព្រះចក្រីលើកឡើងផ្សងសច្ចាថាក្រុងអវ័យរៀបអសុរាយើងប្រហារជីវិតបាននៅពេលហ្នឹងហើយបើដូច្នោះប្រសិនបើអ្នកមិនស្លាប់សុគតជីវិតទេណាត្រូវតែឲ្យទេវតាជួយខ្ញុំកុំប្រណីឲ្យក្រុងអសុរីត្រូវសខ្ញុំដោយប្រាថ្នាព្រះរាមលើកដើមកក់ហើយសច្ចាគ្រប់3ដងលើកសឡើងកងបាញ់ទៅលើផាំងដើមកក់ហោះទៅត្រូវកណ្ដៀតទឹកក្រុងអវ័យរៀបផ្លាប់អវ័យរៀបប្រកាច់ដួលរលំក្រាំងដើមកក់ចាក់រឹសរហូតទៅដល់កណ្ដាប់ចក្រវាឡាចុងកក់បែកមេសាខានៅឋានព្រះព្រំចំណែកអវ័យរៀបត្រហូយំទួញសោកាគ្រានោះទៅអវ័យរៀបបានឆ្លើយថាពិភេកហោរាប្អូនអើយបងទះកំភ្លៀងប្អូនមួយដៃបងវាយអ្នកថ្លៃមួយស្បែកជើងអ្នកខឹងនឹងបងបានរត់ទៅថ្វាយខ្លួនធ្វើជាសេនាអាចោមនុស្សសាព្រះរាមនេះឲ្យបងវេទនានឹងដៃវាឈឺមួយជីវិតអស់ចាស់ដួងកែវកំណើតបងលេបទុកក្នុងអោរាបងមិនសុគតអាត្មាទេក្នុងពេលនោះអវ័យរៀបដួលបង្ខំคล้ายខ្លួនទៅជាភ្នំពុបតាជ័យពេលនោះអវ័យរៀបវាមិនសិនខ្សៃក៏ប៉ុន្តែអសុរីទៅណាមិនរួចសោះហនុមានបានហោះមកផ្លាប់សង្កត់សនឹងវ៉ាប់ជាប់កុំឲ្យអសុរីរើទោះវារើយ៉ាងណាក៏មិនរួចអំពីដៃបាក្របីឡើយចំណែកអសុរីម្យ៉ាងក៏ត្រូវបណ្ដាសានឹងព្រះឥសូរគ្រូអាចារ្យដាក់ទំនាយដូច្នោះឲ្យវាដួលសុគតនឹងសព្រះរាមពេលនោះចំពោះអវ័យរៀបយំរៀបរាប់ថាពិភេកប្អូនអើយអ្នកនៅឲ្យបានសេចក្តីសុខចុះបងនៅពេលនឹងទុកសិនខ្សែជីវ៉ាបងកិច្ចទៅណាពុំរួចសោះឡើយត្បិតកក់នេះចាក់រឹសជ្រៅអស់ចាត្រូវកណ្ដៀតទឹកបងនៅកណ្ដាប់ចក្រវាឡាចុងវាបែកមេសាខាមានការនៅឋានព្រះព្រំអវ័យរៀបបានរៀបរាប់ហើយវាត្រហូយំលុះទៅទន់ដៃខ្សែជីវិតនិងផុតរលត់និយាយលែងកើតទៅចំណែកដួងใจកំណើតជាបង្ខំទៅជាភ្នំខ្លួនអវ័យរៀបអសុរីបានទៅសម្ដេចព្រះចក្រីទ្រង់បាននិយាយថាក្រុងបាហនុមានបាឯនៅក្នុងវេលាពេលនេះអ្នកកុំទៅណាចាំសង្កត់សក្រុងអសុរាឲ្យយក្សាវាខ្សិនខ្សៃរើអំពីដើមសជ័យរបូតឡើងវារបើកដីមុខជាសុគតខ្សិនខ្សៃអស់កងទ័ពសេនាយើងទៀតហើយហនុមានបានឆ្លើយថាក្រាបទូលព្រះករុណាម្ចាស់ខ្ញុំទូលព្រះបង្គំសូមសម្ដេចព្រះចក្រីនៅមួយជីវិតសង្កត់សអសុរីអាចជួយអង្គព្រះចក្រីមកកាប់ព្រះក្រាបទូល
ព្រះរាមទ្រង់បានឆ្លើយថាមិនបានទេបាហនុមានបាពូកែអីប៉ប៉ុណ្ណឹងមានសេនាព្រះក្រោយពូកែជាងបាឯងទៅទៀតហនុមានបានឆ្លើយថាបើអញ្ចឹងទូព្រះបង្គំសូមឲ្យជីវិតទូព្រះបង្គំនៅថែរក្សាអវ័យរៀបក្នុង7ថ្ងៃវាយ3អន្លូងសំពងក្ដុងកុំឲ្យវារើល្បើកដីតែវារួចអំពីសព្រះចក្រីអសុរីប្រែក្រឡាជាយៈឡើងវិញនោះមុខជាសុគតហើយគ្មានសល់នៅអវ័យរៀបរួចទៅវាស៊ីអស់ជាអាហារសុគតក្សិនខ្សៃអស់ពលស្វានិងដៃអយៈសានោះទៅជាមិនខានព្រះរាមទ្រង់បានឆ្លើយថាមិនបានទេហនុមានពេលបាចាស់ទៅជរាកាលណាក្សិនខ្សៃជីវ៉ាគ្រប់រូបកាយាហើយហនុមានបានឆ្លើយថាក្រាបថ្វាយបង្គំព្រះករុណាថ្វាយវិសេសនរណានឹងឲ្យទូព្រះបង្គំសុគតក្រាបទូលព្រះរាមទ្រង់លន់ព្រះបន្ទូលថាណែបាពេលដែលសុគតរលត់អាត្មាតែចាស់ជរាកាលណាគឺសុគតហើយហនុមានថាទូព្រះបង្គំសូមនៅឲ្យព្រះចៅទុកជីវិតចាំមើលក្រុងអវ័យរៀបកុំឲ្យវារើរួចអំពីសសម្ដេចព្រះចក្រីព្រះរាមថាបើអញ្ចឹងចាំយើងទៅជំនុំជាមួយនឹងពិភេកឲ្យដឹងសេចក្តីគិតគ្នាយ៉ាងណាកុំឲ្យបាក្របីឯងសិនខ្សែជីវិតពិភេកបានឆ្លើយថាថ្វាយបង្គំព្រះករុណាថ្វាយវិសេសចំណែកជីវិតនោះកិច្ចពំរួចសេចក្តីស្លាប់នោះទេលុះទាល់តែគេបានស៊ីស្វាយកាលក្រាបទូលព្រះរាមជំនុំការទៅឆ្លើយថាបើអញ្ចឹងចូលបាហនុមានយើងនឹងរៀបបាច់ថ្នាំទឹកឲ្យព្រះឥន្ទទេវរាជមកជួយអំណាចដូចប្រាថ្នាឲ្យជប់ដើមស្វាយកាលមួយដើមទុកឲ្យបាក្របីសោយផ្លែស្វាយទៅកាលណាចាស់ទៅជាក្មេងជីវិតបាឯងនឹងនៅសង្កត់សក្រុងអវ័យរៀបអសុរីអញឈប់ចំបាំងនឹងសង្គ្រាមជ័យនឹងអសុរីក្នុងវេលានេះហើយគឺអញលើករាជសីមាបាចង់ទៅសោយរាជនគរណាតាមព្រះតីហនុមានបានឆ្លើយថាក្រាបទូលព្រះករុណាព្រះចក្រីទូព្រះបង្គំមិនចង់បានទេព្រះបុរីចង់នៅតែតដៃឲ្យមានថ្វីនិងល្បីឈ្មោះកាលណាថ្វាយចំពោះអង្គព្រះចេស្តាឲ្យតែម្ចាស់ទុកអាសាទូព្រះបង្គំមួយកាប់ព្រះចោះព្រះរាមទ្រង់បានឆ្លើយថាមិនអីទេបានអ្នកចិត្តត្រង់នឹងយើងអ្នកមិនចង់បានព្រះសេមាប្រយោជន៍ប្រើការដល់ខ្លួនអ្នកលុះទៅព្រះរាមលោកបានឧទ្ទិសឋានព្រះឥន្ទ្រីចុះមកដល់បានឆ្លើយថាព្រះរាមកុមារមានការអ្វីដែរព្រះរាមទ្រង់បានថ្វាយបង្គំព្រះឥន្ទ្រីកោសីសូមថ្វាយស្វាយកាលឲ្យបាក្របីទុកជីវិតមកកាប់ព្រះក្រាបទូលលុះទៅព្រះឥន្ទទ្រង់បានឆ្លើយថាបាហនុមានបើអញ្ចឹងយើងជប់ស្វាយកាលមួយដើមឲ្យបាសោយជាអាហារណាស្វាយនេះមិនមែនផ្លែរាល់ខែរាល់ឆ្នាំរាល់វេលាទេក្នុងមួយជាតិគឺផ្លែតែមួយទេព្រះឥន្ទកោសីទ្រង់បានពោលទៀតថាបើបាឯងចាស់ទៅកាលណាផ្លែស្វាយមានកាលណាបាសោយវាជាអាហារទៅក្មេងឡើងវិញហើយហនុមានបានឆ្លើយថាថ្វាយព្រះបង្គំទទួលព្រះអង្ការព្រះរាមទ្រង់បានមានបន្ទូលឆ្លើយថាបើអញ្ចឹងក្រុងអង្គតបាទៅមើលសោយរាជខណ្ឌបុរីចំណែកពិភេកក្រុងអសុរីបាទៅព្រះជ័យនគរលង្កាព្រះរាមរៀបរាប់ឲ្យអស់វងសេនាសោយរាជសេមាគ្រប់រៀងឋានហើយទៅព្រះរាមទ្រង់បានឆ្លើយថាអញ្ចឹងយើងឲ្យបាសោយរាជបុរីអស់ហើយយើងនឹងសុំលាបាទៅចូលព្រៃបុះបព្វជិតជាតបោះរកផ្លូវទៅនៅពៀនក្នុងពេលនោះត្បិតចំពោះយើងជាប់តែចំបាំងធ្វើសង្គ្រាមមិនបានធ្វើបន់ទេជាប់ចំបាំងនឹងគេវាយូរឆ្នាំខ្លាំងពេលនេះយើងបានសេចក្តីសុខសាន្តចំបាំងគិតលាបាទៅត្រូវទ្រង់បួសជាទាសីនៅក្នុងព្រៃហេមពៀនហើយព្រះរាមទ្រង់បានផ្ដាំរួចហើយប្រគល់សមរភូមិជ័យឲ្យព្រះរាជបុត្រកុមារទាំងពីរសោយរាជព្រះបុរីរាមព្រះលក្សណ៍និងជប់ព្រះលក្ខណ៍ទទួលព្រះអង្ការព្រះវរ3ព្រះចក្រីលាព្រះរាជបុត្រាទៅទ្រង់បព្វជិនៅក្នុងព្រៃព្រឹក្សាដល់មកកាលណានាងសេដាជាស្រីនាងល្មមទទួលព្រមបួសតាមស្វាមីធ្វើជាភិក្ខុនៃក្នុងព្រៃហេមពៀនទៅផងបាទសួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាយល់យ៉ាងម៉េចដែរនៅពេលដែលបានស្ដាប់រឿងរ៉ាវទាំងអស់នេះតាំងពីដើមរហូតដល់ចប់បាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាប្រកាសជាពេញចិត្តជាមិនខានហើយប្រសិនបើមានការខុសឆ្គងនៅកន្លែងណាមួយនៅពាក្យពេចន៍អសុរោះសូមបងប្អូនទាំងអស់មេត្តាខន្តីអភ័យទោសផងបាទដើម្បីលើកកម្លាំងចិត្តដល់ក្រុមការងាររបស់ខ្ញុំបាទសូមបងប្អូនជួយចុច like ចុច subscribe ហើយនិងចុចរូបកណ្ដឹងផងជាពិសេសកុំភ្លេច share មួយផងណាបាទដើម្បីទទួលបាននៅរឿង clip វីដេអូថ្មីៗបាទសូមអរគុណនិងអរព្រះគុណ